วิธีปฏิบัติឲ្យកើតបុណ្យការធ្វើសេចក្តីល្អគ្រប់យ៉ាងសុទ្ធតែបានផលចេញមកជាបុណ្យទាំងអស់តែដើម្បីងាយយល់និងនាំយកទៅបฏิบัติព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទើបទ្រង់បែងចែកវិធីធ្វើបុណ្យចេញជា10ប្រការគឺ1ទានបុណ្យកើតអំពីការបរិច្ចាគទ្រព្យរបស់ខ្លួនឲ្យដល់អ្នកដទៃ2សិលបុណ្យកើតអំពីការសង្រួមកាយវាចាឲ្យស្ងប់រៀបរយមិនបង្កសេចក្តីក្តៅក្រហាយដល់ខ្លួនឯងនិងអ្នកដទៃ3ភាវនាបុណ្យកើតអំពីការចម្រើនសមាធិវិបស្សនាឲ្យកើតបញ្ញា4អបច្ចាយណៈបុណ្យកើតអំពីការធ្វើសេចក្តីគោរពអនលំទោនចំពោះអ្នកមានគុណធម៌5វេយាវចៈបុណ្យកើតអំពីការជួយខ្វល់ខ្វាយក្នុងកិច្ចការដ៏ប្រពៃដូចក្នុងពិធីបុណ្យជាដើម6បฏิទានបុណ្យកើតអំពីការជូនឬឧទ្ទិសនៅចំណែកបុណ្យរបស់ខ្លួនឲ្យដល់អ្នកដទៃ7បត្តានុមោទនាបុណ្យកើតអំពីការអនុមោទនានូវបុណ្យដែលអ្នកដទៃបានធ្វើ8ធម្មសវណៈបុណ្យកើតអំពីការស្ដាប់ព្រះធម៌ដោយគោរព9ធម្មទេសនាបុណ្យកើតអំពីការសម្ដែងព្រះធម៌ឲ្យអ្នកដទៃស្ដាប់10ទិដ្ឋិជុកមៈបុណ្យកើតអំពីការព្យាយាមតម្រង់សេចក្តីយល់ឃើញរបស់ខ្លួនឲ្យបានត្រឹមត្រូវជាសម្មាទិដ្ឋិវិធីបฏิบัติឲ្យកើតបុណ្យទាំង10ប្រការនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ហៅឈ្មោះខ្លីថាបញ្ញកិរិយាវត្ថុបញ្ញកិរិយាវត្ថុទាំង10នេះអាចសង្គ្រោះជាកុសល3ក្រុមគឺទានបฏิទានបត្តានុមោទនាសង្គ្រោះចូលក្នុងកុសលធនៈទានព្រោះជាការកំចាត់សេចក្តីកំណាញ់ចេញអំពីចិត្តសិលអបច្ចាយណៈវេយាវចៈសង្គ្រោះចូលក្នុងកុសលធនៈសិលភាវនាធម្មសវណៈធម្មទេសនាសង្គ្រោះចូលក្នុងកុសលធនៈភាវនាចំណែកទិដ្ឋិជុកមៈសង្គ្រោះចូលក្នុងកុសលទាំង3ក្រុមគឺទានសិលភាវនា